ធ្វើខ្លួនជាមនុស្សដែលអាចចោះសម្រុងគ្រប់ស្ថានភាពការចោះសម្រុងបានគ្រប់ស្ថានភាពមិនមែនជាភាពទន់ជ្រាយឡើយប៉ុន្តែវាជាសិល្បៈនៃ EQ ខ្ពស់ដែលជួយឲ្យអ្នកអាចបង្កើតទំនាក់ទំនងយ៉ាងរលូនជាមួយមនុស្សគ្រប់ប្រភេទទោះស្ថិតនៅក្នុងសម្ពាធបែបណាក៏ដោយចូលប្រើប្រាស់យុទ្ធសាស្ត្រស្នូលទាំង5នេះដើម្បីក្លាយជាមនុស្សបត់បែននិងទទួលបានការស្រឡាញ់រាប់អានបំផុត1មានផ្នត់គំនិតបើកចំហមនុស្សម្នាក់ៗមានបែកក្រានខុសគ្នាដូចនេះនៅពេលដែលជួបអ្នកដែលមានគំនិតមិនដូចខ្លួនជំនួសការទើសទែងចូលប្រើការចង់ដឹងចង់យល់វិញការបើកចិត្តទទួលយកភាពខុសគ្នាធ្វើឲ្យអ្នកក្លាយជាមនុស្សចិត្តទូលាយនិងគួរឲ្យចូលចិត្ត2ធ្វើជាអ្នកស្ដាប់ដ៏ល្អមនុស្សភាគច្រើនចង់ឲ្យគេស្ដាប់បើចង់ចុះសម្រុងបានលឿនចូលរៀនស្ដាប់ដោយយកចិត្តទុកដាក់និងសួរនាំដោយក្តីចាប់អារម្មណ៍ពិតប្រាកដវាមិនត្រឹមតែបង្ហាញការគោរពដល់អ្នកដទៃទេប៉ុន្តែថែមទាំងជួយអ្នកប្រមូលព័ត៌មានបានល្អទៀតផង3រក្សាចរិតទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់ចូលរៀនបត់បែនតាមកលៈទេសៈបើរឿងតូចតាចចូលចេះយោគយល់និងធ្វើតាមសម្លេងភាគច្រើនទន់ភ្លន់ប៉ុន្តែបើប៉ះពាល់ដល់តម្លៃស្នូលឬព្រំដែនផ្ទាល់ខ្លួនត្រូវហ៊ានបដិសេធដោយសម្លេងគួរសមម៉ឺងម៉ាត់ដើម្បីឲ្យគេស្រឡាញ់ផងនិងកោតក្រែងផង4គ្រប់គ្រងអារម្មណ៍និងរក្សាភាពស្ងប់ស្ងាត់នៅពេលជួបសម្ពាធឬការប្រែប្រួលភ្លាមៗមិនត្រូវសម្ដែងអារម្មណ៍ឆេវឆាវឬត្អូញត្អែរឡើយភាពស្ងប់ស្ងាត់និងស្នាមញញឹមរបស់អ្នកនៅចំពោះមុខបញ្ហាគឺជាថាមពលដ៏មានឥទ្ធិពលដែលជួយសម្រួលបរិយាកាសជុំវិញខ្លួនឲ្យត្រជាក់ចុះ5រៀនសង្កេតនិងអានស្ថានភាពជុំវិញខ្លួនមុននឹងនិយាយឬធ្វើអ្វីមួយចូលសង្កេតមើលអារម្មណ៍របស់មនុស្សជុំវិញខ្លួនជាមុនសិនបើគេកំពុងហ្មត់ចត់ត្រូវធ្វើការងារឲ្យមានរបៀបបើគេកំពុងសប្បាយត្រូវលេងសើចតាមភាពសមរម្យដើម្បីកុំឲ្យคล้ายជាមនុស្សទាស់ភ្នែកគេនៅពេលដែលអ្នកចេះបើកចិត្តឲ្យទូលាយនិងសង្កេតកលៈទេសៈដោយមិនបាត់បង់ព្រំដែនម៉ឺងម៉ាត់របស់ខ្លួនឯងនោះអ្នកនឹងអាចរស់នៅបានយ៉ាងមានសេចក្តីសុខនិងទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួនទោះជាពិភពលោកផ្លាស់ប្ដូរទៅជាបែបណាក៏ដោយសូមអរគុណ